เป็นลูกค้าโลโก้ในได้โคนซ่อมช่วยโลโก้ในได้มุดตึ้งป๋าเป็นยังไงจ้านะครับบางคนจะยังไงจะแค่มือที่เราโคนซ่อมนาโต้หาอะไรเอามุดตึ้งช่วยกันล้างเนี่ยแต่เราไม่โคนซ่อมมุดตึ้งช่วยไม่เอาเงินล้างทำไมเราเจ๊ในตู้ไปพานกับร้านซ่อมโลโก้ในร้านเอาตัวโคนพานจะขาดแข็งนักจะการตายจะนี่แหละมาเรียนยืนไปกองเรื่องเปลี่ยนตัวเหมือนกันนะการลงทุนอะไรเยอะนะนายจมกะนาธรรมเพียบสมสิกามัสการแทงกรมกะนากรปอังสมเจริญปูยมยันปุตบาสันถึงเตียนในขนองเรียอากานี่ก็จมกะนาสมสิกาดึกเลิงปีกาเป็นเรียนลองมาปิดวิดีโอนี้ยังเติบធ្វើថតនៅថ្ងៃអាទិត្យពីកើតខែចែកឆ្នាំរោងចោស័កពុទ្ធសករាជ2568នឹងឯងតែមករយៈនេះសារតែរវល់ទៅយើងអត់ដែលបានធ្វើវីដេអូហើយមិញនេះជាសកម្មភាពរបស់លោកគ្រូបងគាត់រៀបរាប់អំពីបន់ចូលឆ្នាំនេះគឺនឹងបង្កប់នៅសិស្សានុសិស្សរបស់យើងឲ្យចេះដឹងពីបន់ចូលឆ្នាំហើយក៏នឹងកិច្ចការដែលទលំទលប្រពៃណីបរមរានយើងក៏ធ្វើដើម្បីអីនឹងយើងតម្រៀនឲ្យគាត់ចេះធ្វើការកម្មាទោសមុននឹងលើកទឹកទៅស្រោចឬក៏ស្រង់ឲ្យមានដាបេដាឬក៏ចាស់ព្រឹទ្ធាចារ្យនោះឲ្យគាត់ចេះធ្វើការកម្មាទោសហើយបញ្យល់ពីអត្ថន័យតកតងនឹងបន់ចូលឆ្នាំនេះក៏នឹងកិច្ចការស្រង់ព្រះស្រង់ទឹកទៅឲ្យលោកអ្នកមានគុណនឹងឯងចឹងក៏អរគុណគ្រូបងជាអាណែមិនអាចរកឲ្យប្រៀបបាននៅកន្លងមកការរៀនសូត្រនេះផ្ដើមកំណត់ពីខ្ញុំកណាផ្ទាល់មែនក៏តែបើមិនមានគ្រូបងជួយឲ្យកម្លាំងចិត្តនិងជួយជ្រោមជ្រែងជាច្រើនមិនបានជាថបកាទេក៏គិតជួយមកជួយបង្រៀនពីកិច្ចការប្រពៃណីដល់កូនក្មេងហើយក៏នឹងជួយដឹកនាំកូនក្មេងឲ្យសូត្រធម៌គាត់ក៏រៀនខ្លួនគាត់ផ្ទាល់ដែរអញ្ចឹងអរគុណគ្រូបងមែនទែនមិនងាយរកបានបុគ្គលដែរលះបង់នឹងជួយតាមពិតទៅគាត់ការងារច្រើនណារកណាការងារច្រើនមកគាត់សឹងថារមបានទេច្រើនតាមគាត់ឆ្លៀតរហូតដូចមិនមានពេលទនីទេបាទអាត្មាច្រើនមែនពរៀនកូនក្មេងពីព្រឹករហូតដល់យប់ឡើងនៅធ្វើមេរៀនឲ្យគេប្រោះស្មាគ្រូទំនាក់ឯងអ្នកខ្លះកាត់វីដេអូធម្មតាទៅអ្នកខ្លះ AI អ្នកខ្លះ design អ្នកខ្លះរៀនបង្កើតเพจបង្កើតអីគ្រប់គ្រងเพจឲ្យទៅម្នាក់ឯងគឺតឹងដែរប៉ុន្តែវាការងារតែមួយកន្លែងគួយមួយកន្លែងនៅគ្រូបងការងារច្រើនប៉ុន្តែសូមប្រសើរគាត់នេះសូមជម្រាបកណាគ្រប់ព្រះអង្គញោមញាតបានជ្រាបប៉ុណ្ណឹងឯងហើយការយើងរៀនកុំព្យូទ័រនេះមានកុំព្យូទ័រ20គ្រឿងអីហ្នឹងអញ្ចឹងមកចូលប៉ុន្តែសូមផ្ដាំទៅញោមញាតពុទ្ធបរិស័ទថាបើយើងចង់បានកូនល្អយើងត្រូវតែតាមដានកូនយើងឲ្យមែនទែនយើងកុំចាំបាច់អង្គុយតែប្រាថ្នាចង់បានល្អមិនអាចបានទេលោកគ្រូអ្នកគ្រូកន្លែងស្រាវរៀនជាកន្លែងបទពិសោធន៍ទេបើលោកគ្រូអ្នកគ្រូមិនមែនដាវេដាថាមិនបានហើយគេមិនសូវជាខ្លាចទៅលោកគ្រូអ្នកគ្រូទេអញ្ចឹងហើយមនុស្សជំនាន់នេះគេមិនមែនដូចក្មេងជំនាន់ខ្ញុំកណាថាភាពទេអញ្ចឹងក្មេងជំនាន់នោះខ្លាចចេះខ្លាចលោកគ្រូអ្នកគ្រូដល់ជំនាន់នេះមិនខ្លាចទេអញ្ចឹងបើខ្ញុំកណានឹកឃើញថាមុននឹងលាចាកលោកទៅមិនដឹងទៅបានអុយសំគុណនៅផែនដីមានតែ
យកពេលវេលាតិចតួចនឹងឯងដើម្បីនៅបង្កើតឲ្យចំណេះវិជ្ជាឲ្យក្មេងបានរៀនបានសូត្រដែរណាចុះប៉ុណ្ណេះសិនចុះហើយសូមនមស្ការលានិងស្វែងគុំលាចរន្តពរលា